គោរពជំរាបសួរលោកអ្នកអាណាព្យាបាលលោកគ្រូអ្នកគ្រូខ្ញុំបាទឈ្មោះហ្គេបមកពីថ្នាក់ទី4ថ្ងៃនេះពួកយើងមានក្តីរំភើបមែនតើដែលក្នុងម៉ោងសិក្សាបំណិនជីវិតថ្ងៃនេះពួកយើងមិនមែនគ្រាន់តែរៀនទ្រឹស្ដីនោះទេគឺពួកយើងបង្កើតកម្មវិធីតូចមួយជាមួយមិត្តរួមថ្នាក់គឺការអនុវត្តធ្វើសាំងវិចរួមគ្នាបំណិនជីវិតមួយនេះនឹងបង្ហាញពីរបៀបរៀបចំអាហារដែលមានសារធាតុចិញ្ចឹមនិងមានអនាម័យដូចតទៅនេះខ្ញុំសូមរៀបរាប់ពីដំណាក់កាលនៃការធ្វើដូចខាងក្រោមជំហានដំបូងដាក់នំប៉័ង2ចំណិតរួចលាបប៊ឺឲ្យសព្វបន្ទាប់មកដាក់ទឹកប៉េងប៉ោះបន្តិចរួចដាក់បន្លែសាឡាត់2ប៉េងប៉ោះ2ចំណិតបន្ទាប់មកទៀតដាក់អង្មាន់ដែលចៀនរួចនិងប្រហិតក្តាមសមល្មមរួចហើយច្របាច់ប៊ឺនិងទឹកប៉េងប៉ោះបន្តិចជាការស្រេច